có chat một nhóm hay prap nhóm thà mấy bạn nhóm nấu gram một đôi xoa để nhóm ăn chốt luôn thà còn mơ mấy đôi xoa còn mơ mà cút phải đông nhóm ăn chốt rồi thấy nhóm kho dùng sạch không sạch nhóm một đôi xoa mấy này đầu về chắc sạch có phèo nhóm thà ở té cái cái thà po ôn một đôi xoa ôn anh men một đôi xoa tại cao tôi ôn một được luôn Facebook của đôi xoa này bán nhóm vô một kịch nhóm còn mình chất tiết trong tay chụp tròn này thà bong hơi vậy thoáng tới bong anh tăng vì tục sọ quên một đôi xoa thôi một ban nó hiện tại gặp bật tới bong sấy còn miền phịch mà hàng nhóm lấy chân lấy bong bong nhé vậy thoáng tới nhóm lấy chân lấy thằng một hai đấy ban admin này sấy nhóm ở quay đây chỉ cặp bật nâng chấm nói đợt thông phốt cứ nhóm một đôi xoa nhưng mà ăn vô lại bao phong pha còn lời tự chất trong raเคย có chán chẳng còn lời tự chất trong thằng bong ơi cắt chặt tay ngoài anh xoa men tay xoa thằng ha anh on gì mà ស្រុកទេកំពុងមានបញ្ហាហើយបលេងសោយចឹងហើយគិតតែខ្ញុំសប្បាយចិត្តមែនបងប្អូនអរគ្នាសង្គ្រាមរយៈពេលកន្លះខែខ្ញុំសឹងតែអត់ងូតទឹកទេពេលខ្លះភាសាអីមិនមែនខ្ញុំខ្ជិលទេមនុស្ស single បងប្អូនអរគ្នានៅប្រទេសជាតិកំពុងមានបញ្ហាចឹងអត់ងូតទឹកក៏គ្មានណាកំហិតយើងដែរនេះចំពោះខ្ញុំទេហើយទី2ខ្ញុំមានពេលដែរណាមកថែសម្រស់បងប្អូនអរគ្នាហើយខ្ញុំក៏ដឹងដែរថាមូលហេតុអីតាំងពីសង្គ្រាមមកដល់ឥឡូវហ្នឹងគឺអត់មានអ្នកចាប់អារម្មណ៍ខ្ញុំចោះអញ្ចឹងខ្ញុំគិតថាបងស្រីហ្នឹងប្រហែលជាគាត់ឃើញខ្ញុំនៅពេលដែលខ្ញុំទៅចុះចែកអំណោយនៅខាងសៀមរាបហើយគាត់ឆាតមកខ្ញុំហើយប្រាប់ខ្ញុំថាមិនបើខ្ញុំនៅក្រាមមុខដូចស្វាខ្ញុំអត់យល់ថាគាត់មើលមិនដូចស្វាគាត់មើលមកគូតតែដុំខ្ញុំអត់យល់ហើយខ្ញុំខលទៅសัตว์ខ្ញុំមុខដូចស្វាមែនទេដល់ពេលចឹងសัตว์ក៏ប្រាប់ខ្ញុំថាអត់ទេពេលគេថាបងអូនមុខដូចស្វាអូនឯងមិនមែនមុខដូចស្វាតែក្រៅទេអូនមុខនៅក្នុង Facebook ក៏ដូចស្វាបានខ្ញុំយកមកគិតខ្ញុំក៏មិនអស់ចិត្តទៀតខ្ញុំទៅជួបចោះណៃថាបងអើយនិយាយត្រង់ទៅបងឯងតាំងពីទុកសក់វែងមកដូចស្វាហ្មងបានខ្ញុំថាក៏ពិតទៅបងស្រីក៏មានភាពស្មារតីក៏ពិតទៅសង្គមជាតិយើងក៏ដូចគ្នាបងប្អូនអរគ្នាបើសិនជាមានអ្នកនិយាយពាក្យពិតខ្ញុំគិតថាសង្គមជាតិយើងនឹងឯងរីកចម្រើនព័ត៌មានក៏ដូចគ្នាដែរមកពីយើងចេះតែខ្លាចអ្នកនិយាយការពិតនឹងឯងបានយើងចេះតែលុបបំបត្តិអ្នកនិយាយការពិតក្នុងសង្គមឥឡូវដូចបងស្រីនេះគាត់និយាយការពិតអញ្ចឹងយើងអត់មានត្រូវស្អប់គាត់ទេហើយខ្ញុំអត់មានត្រូវស្អប់ទេតែថាសារតែខ្ញុំមុខដូចស្វាមែនហើយខ្ញុំសូមបញ្ជាក់ដែរថាខ្ញុំមិនមែនមុខដូចស្វាតែនៅក្រៅទេនៅក្នុង Facebook ក៏មុខដូចស្វាដែរគាត់ថាបងប្អូនចូលចាប់អារម្មណ៍មួយរយៈនេះខ្ញុំស្រកគីឡូ9គីឡូមិនដែលសារតែខ្ញុំអត់ស៊ីបាយទេហើយអ្នកខ្លះច្រឡំខ្ញុំជក់មកអ្នកខ្លះគេលក់ច្រឡំខ្ញុំជក់ថ្នាំអីចឹងទៅមិនបានមុខជ្រុងចឹងក៏ប៉ុន្តែខ្ញុំអត់បានជក់មកជក់ថ្នាំអីទេតែសារខ្ញុំអត់សូវបានស៊ីបាយហើយខ្ញុំលេងឆ្ងល់ហើយបងប្អូនអរគ្នានិយាយត្រង់ទៅខ្ញុំលេងឆ្ងល់ហើយថាមូលហេតុអីបានអត់មានអ្នកស្រឡាញ់ខ្ញុំអ្វីដែលជាការពិតនិងចម្លើយដ៏ធំបំផុតគឺខ្ញុំមុខដូចស្វាខ្ញុំអត់យល់ដែរបងប្អូនខ្លះគាត់លើកទឹកចិត្តខ្ញុំច្រើនឃើញគាត់ឆានអញ្ចឹងហ្នឹងគាត់លើកទឹកចិត្តខ្ញុំថាបងអើយកាត់ចិត្តទៅបងឯងស្វាមែនតែស្វាសង្ហាមនុស្សយើងវាថាវាមិនដោះណាក់សូនអត់មានលេខបូកមួយទេបងប្អូនខ្លះក៏នៅលើកទឹកចិត្តខ្ញុំថាបងឯងស្វាមែនតែសង្ហាអញ្ចឹងណាហើយមែនរួមទៅបងរៀងបងឯងបុកមាត់បងឯងបើកាត់ធំកចេញមកក្រោមមកចាប់អារម្មណ៍មកប៉ុន្តែបើកាត់ពីលើទៅលើនេះចាប់មកមានណាក៏ចាប់បានទេពីលើនេះបងប្អូនមិនធម្មតាណាពីលើនេះដូចស្វាផងដូចគូទឿផងដូចពយផងចេះពីដូចគ្រប់តែមនុស្សអត់យល់ថាមនុស្សស្អាតមកក៏មិនដែរដូចយ៉ាងម៉េចនិយាយមែនស្រុកខ្មែរបបាក់ទឹកចិត្តតែគ្នាឯងបើរឿងអាសៀមនេះខ្លួនតបាក់ទឹកចិត្តបបាក់ទឹកចិត្តតែឯងដោយថៃហើយខ្ញុំនិយាយមែនខ្ញុំមានសម្ពាធណាមួយរយៈខ្ញុំមិនចង់និយាយទេណាខ្ញុំស្រកគីឡូអស់ទេស្អីគាត់បើ Facebook គេជេរខ្ញុំជិត200ខមមិនអាថៃអាសៀមយើងឈ្មោះថៃនេះឃើញតែគេជេរទេខ្ញុំប្រហែលពុះមួយថ្ងៃក៏បើខមមិនអាថៃតែគេជេរខ្ញុំតែគេជេរជនជាតិថៃអាយើងនេះឈ្មោះថៃអូយអាពេលហ្នឹងឲ្យមិនអីទេណាអាយើងចេញស៊ីបាយនោះអូពួកអាថៃហើយខ្ញុំអត់ដឹងខ្ញុំអត់ដឹងជេរខ្ញុំយើងងាកជេរពីហ្នឹងមានសុភាណាខ្ញុំមែនណាមើលថៃគូខ្មែរម្នាក់នេះផងខ្ញុំប្រាប់ប្រយ័ត្នងាប់បាត់ទៅគ្មានอะไรគេជេរសៀមហើយបងប្អូនមកតែខ្ញុំមិនជេរហើយមិនភ័យខ្ញុំតែអូបងថៃជេរសៀមអញ្ចឹងតិចសៀមវាសម្រាប់ខ្ញុំចោលមិនថៃទេមិនភ័យទេបងប្អូននេះថៃជេរសៀមវាមិនផុសទេកុំឲ្យតែខ្មែរយើងជេរសៀមខ្ញុំថៃជេរសៀមអីទេបាទទៀតឯងអញហើយតែបានផ្ទះបាញ់អត់ទៅមែនអស់បារម្ភរឿងបញ្ហាស្អុយមាត់គេសុំបែកទៀតទៅនេះណែថ្នាំដុតធ្មេញយិនសិនម៉ែអ៊ីមាន2ជម្រើសថ្នាំដុតធ្មេញយិនសិនខ្មៅនិងថ្នាំដុតធ្មេញទឹកឃ្មុំអាចប្រើប្រាស់បានទូទៅទាំងយុវចាស់និងយុវវ័យហើយមួយទៀតបងប្អូនអរគ្នាតម្លៃត្រឹមតែ$5តែប៉ុណ្ណោះអាចប្រើប្រាស់ចន្លោះពី3ខែរហូតដល់5ខែវ៉ាវអស្ចារ្យមែនទែនអូភ្លេចប្រាប់បងប្អូនអរគ្នាក្រុមហ៊ុនក៏មានទទួលតំណែងចែកចាយក៏ដូចជាលក់ដុំនិងលក់រីផងដែរសម្រាប់បងប្អូនអរគ្នាដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងតាមគណនី Facebook ឬក៏លេខទូរស័ព្ទខាងក្រោមនេះបាន